កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករមវាលហែកបានបង្ក្រាបក្រុមក្មេងទំនើងចំនួន20នាក់បញ្ជូនទៅសាលាដំបងខេត្តចាត់ការតាមផ្លូវច្បាប់ខេត្តស្វាយរៀងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងចង្អុលដឹកនាំដោយលោកឧត្តមសេនីយ៍តូពេជ្រវីរៈស្នងការនគរបាលខេត្តកាលពីថ្ងៃទី16ខែមីនាឆ្នាំ2026កម្លាំងអធិការដ្ឋាននគរបាលស្រុករមៀលហែកបានឃាត់ខ្លួនក្មេងទំនើងបានចំនួន20នាក់ដែលទាំងអស់គ្នាសុទ្ធសឹងតែគឺជាក្មេងប្រុសដែលបង្កការអុកឡុកទាំងយប់ទាំងថ្ងៃនៅក្នុងមូលដ្ឋានស្រុករមៀលហែកបច្ចុប្បន្នក្រុមក្មេងទំនើងទាំង20នាក់នេះគឺត្រូវបានសមត្ថកិច្ចជំនាញកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់គួរបញ្ជាក់ផងដែរថាក្រុមក្មេងទំនើងទាំងអស់នេះគឺបានជិះម៉ូតូទាំងវងទាំងក្រុមចំនួនច្រើនម៉ូតូមែនទែនជិះបដិញគ្នានៅតាមដងផ្លូវមិនថាពេលយប់ឬពេលថ្ងៃហើយក៏មានការរំខានដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងតំបន់ហ្នឹងដែលមិនបានសម្រាកហើយពេលខ្លះគឺត្រូវប្រយ័ត្នកូនចៅដោយសារតែការជិះម៉ូតូជិះក្រុមមានល្បឿនលឿនក្នុងផ្លូវភូមិផ្លូវស្រុកបែបនេះគឺមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះហើយបន្ថែមពីនេះទៅទៀតគឺក្រុមក្មេងទំនើងទាំងអស់នោះក៏បានធ្វើការបង្ហោះម៉ូតូគឺម៉ូតូមានកង់ពីរតែជិះតែកង់មួយទេដោយសារតែខ្លាចកង់មួយទៀតសឹកអញ្ចឹងជិះមួយអាមួយក្រោយសឹកដាក់អាមុខម្ដងអញ្ចឹងឥឡូវគឺសមត្ថកិច្ចនៅខាងស្រុករមៀលហែកខេត្តស្វាយរៀងបានចាប់ក្មេងទំនើងទាំងអស់នោះដើម្បីយកទៅអនុវត្តតាមវិធីច្បាប់និងណែនាំអប់រំក៏ដូចជាដាក់ទោសហើយសង្ឃឹមថាបងប្អូនចេញមកវិញគឺគោរពច្បាប់របស់ប្រទេសកម្ពុជាយើងនឹងធ្វើជាក្មេងល្អកុំឲ្យធ្វើអញ្ចឹងទៀតកុំឲ្យឪពុកម្ដាយឈឺក្បាលដោយសារយើងពីព្រោះអីពួកគាត់ខិតខំតស៊ូរកប្រាក់ដើម្បីមកចិញ្ចឹមយើងតាំងពីបាតជើងក្រហមមែនទេតាំងពីនៅក្នុងពោះដោយសារតែត្រូវការរកប្រាក់ដើម្បីមកទិញចំណីមកឲ្យយើងមានជីវជាតិដើម្បីមកបំពន់យើងតាំងពីនៅក្នុងពោះរហូតមកដល់ឥឡូវនេះនៅតែធ្វើឲ្យឪពុកម្ដាយពិបាកចិត្តថែមទៀតអញ្ចឹងសង្ឃឹមថាបងប្អូនភ្ញាក់ខ្លួនឡើងបន្ទាប់ពីការចាប់ខ្លួនមួយនេះ